អភិបាលខេត្តកំពង់ធំផ្ដល់គោលការណ៍ណែនាំ4ចំណុចដល់មន្ត្រីអនុវត្តជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ដែលផ្ដល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋនិងប្រគេនដល់ព្រះសង្ឃកំពង់ធំអាយុដំនួនផារតអភិបាលខេត្តកំពង់ធំផ្ដល់គោលការណ៍ណែនាំចំនួន4ចំណុចដល់មន្ត្រីអនុវត្តជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ដែលផ្ដល់អត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋនិងប្រគេនជូនព្រះសង្ឃក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ47 អនក្របកចុះថ្ងៃទី1ខែមេសាឆ្នាំ2025និងប្រកាសលេខ4221ប្រកចុះថ្ងៃទី11ខែមេសាឆ្នាំ2025របស់ក្រសួងហាផ្ទៃនៅក្នុងវត្តឥន្ទ្រីសំវរៈហៅវត្តកំពង់ធំនារសៀលថ្ងៃទី3មិថុនា2025ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះក៏មានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃចំនួន207អង្គក្នុងក្រុងស្ទឹងសែនអភិបាលរងខេត្តប្រធានមន្ត្រីអង្គភាពថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធអភិបាលក្រុងស្រុកអធិការក្រុងស្រុកនិងមន្ត្រីរាជការជុំវិញខេត្តផងដែរអាយុដំនួនផារតអភិបាលខេត្តកំពង់ធំបានគូសរំលេចថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវផ្ដល់ជូនបុគ្គលដែលមានសញ្ជាតិខ្មែរគ្រប់រូបចាប់ពីអាយុ15ឆ្នាំឡើងទៅរួមមានព្រះសង្ឃផងហើយកាលពីមុនមិនអនុញ្ញាតឲ្យធ្វើនោះទេនិងសូមឲ្យមន្ត្រីធ្វើយ៉ាងណាអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីជំនាញនិងជួយសម្របសម្រួលការងារធ្វើអត្តសញ្ញាណប័ណ្ណនេះឲ្យមានប្រសិទ្ធភាពអាយុដំអភិបាលខេត្តក៏បានផ្ដល់នូវគោលការណ៍ណែនាំដល់មន្ត្រីអនុវត្តជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ដែលផ្ដល់អត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋនិងប្រគេនដល់ព្រះសង្ឃរួមមាន1ការបំពេញនូវឯកសារស្នើសុំអត្តសញ្ញាណប័ណ្ណត្រូវធ្វើការប្រមូលឯកសារឲ្យបានគ្រប់គ្រាន់និងបំពេញស្លាកប័ណ្ណឲ្យបានត្រឹមត្រូវ2ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវតែផ្ទៀងផ្ទាត់ថាតើបុគ្គលនោះជាជនជាតិខ្មែរឬក៏បរទេស3ការផ្ដល់អត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពត្រូវតែពិនិត្យនិងផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ទៅនឹងឯកសារដើម4ជៀសវាងការផ្ដល់ឯកសារមិនប្រក្រតីយើងត្រូវតែប្រមូលនៅអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្បត្តិកំណើតនិងឯកសារគតិយុត្តផ្សេងៗដែលមានតម្លៃស្មើយកមកធ្វើការផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវទើបធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពួកគាត់ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងព្រះសង្ឃដែលមានអាយុចាប់ពី15ឆ្នាំឡើងទៅដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណទាំងអស់ទាំងអ្នកធ្វើអត្តសញ្ញាណប័ណ្ណលើកដំបូងនិងអ្នកធ្វើអត្តសញ្ញាណប័ណ្ណហួសសុពលភាពសូមអញ្ជើញនិងនិមន្តទៅធ្វើនៅទីកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់អធិការក្រុងស្រុកស្នងការដ្ឋាននគរបាលខេត្តហើយការធ្វើអត្តសញ្ញាណប័ណ្ណទាំងនេះគឺមិនគិតតម្លៃសេវានោះទេ